ជំរាបសួរប្រជាប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងក្តៅសាច់មួយបងឲ្យបងប្អូនស្ដាប់មុនចូលដល់សាច់រឿងសូមបងប្អូនជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងខ្ញុំឈ្មោះពីទូជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយការងារខ្ញុំតម្រូវឲ្យចុះឡើងខេត្តជាញឹកញាប់មានថ្ងៃមួយនៅពេលដែលធ្វើដំណើរពីក្រុងភ្នំពេញទៅសៀមរាបខ្ញុំបានអង្គុយចិត្តនារីម្នាក់បន្ទាប់ពីជែកគ្នាលេងជាមួយនាងមួយសន្ទុះទើបដឹងថានាងជាបុគ្គលិកក្រុមហ៊ុនអាកាសចរមួយដែលខណៈពេលនេះនាងកំពុងធ្វើដំណើរត្រឡប់ទៅការិយាល័យនាងវិញនៅឯក្រុងសៀមរាបយើងទាំងពីរចាប់ផ្ដើមស្គាល់គ្នានិងយល់ចិត្តគ្នាតាមរយៈការសន្ទនាតាមទូរស័ព្ទរាល់យប់និងញ៉ាំអាហារពេលព្រឹកជាមួយគ្នាក្បែរកោះកេតជិតហាងបោកអ៊ុតទំនើបពេលវេលាពិតជាលឿនមែនមួយអាទិត្យកន្លងផុតទៅខ្ញុំក៏ត្រូវត្រឡប់ទៅភ្នំពេញវិញមកដល់ភ្នំពេញខ្ញុំនឹកបុប្ផាសៀមរាបយើងទាំងពីរនាក់បានត្រឹមវិចារនឹកគ្នាតាមទូរស័ព្ទប៉ុណ្ណោះ3ខែក្រោយមកមានថ្ងៃមួយនាងមកលេងភ្នំពេញនាងខលមកខ្ញុំហើយនៅពេលល្ងាចយើងក៏បានដើរលេងនិងញ៉ាំអីជាមួយគ្នាខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលដែលបានកាន់ដៃមនុស្សម្នាក់ដែលយើងស្រឡាញ់គយគន់ស្នាមញញឹមដែលយើងតែងតែនឹកដល់នឹងពាក្យសម្ដីដ៏ទន់ភ្លន់របស់គេនៅយប់នោះនាងប្រាប់ថាអូនអផ្សុកណាស់តើបងអាចគេងកំដរអូនបានទេអីយ៉ាចូលសាច់ការហើយតើមនុស្សម្នាក់ដែលយើងស្រឡាញ់សំណូមពរបែបនេះតើឲ្យឆ្លើយយ៉ាងម៉េចទើបសំរុំបើមនុស្សមិនដែលដាច់យប់ជាមួយមនុស្សស្រីផងនឹងគួរតែប្រថុយហើយដើម្បីស្នេហាមួយនេះខ្ញុំធ្លាប់ដាច់យប់គឺដើម្បីការងារតែពេលនេះដើម្បីមនុស្សដែលខ្លួនស្រឡាញ់វាជារឿងមួយដែលខ្ញុំមានមោទនភាពមែនទែនហើយសង្ឃឹមថានាងនឹងនិយាយថាអូនស្រឡាញ់បងមកកាន់ខ្ញុំនៅពេលដែលខ្ញុំសួរនាងថាតើស្រឡាញ់បងអត់គ្រាន់តែចូលដល់បន្ទប់ផ្ទះសំណាក់ភ្លាមនាងដោះសម្លៀកបំពាក់នៅនឹងមុខខ្ញុំរួចដើរទៅងូតទឹកបាត់ធ្វើឲ្យឯងនេះអៀននាងឡើង Angry Bird តែខំធ្វើរូបធម្មតាតែក្នុងចិត្តគិតថាតាំងពីកើតពោះម៉ែមកនេះជាលើកទី1ហើយដែលឃើញទស្សនវិជ្ជាបែបនេះនាងពិតជាក្លាហានមែនមួយសន្ទុះក្រោយមកខ្នះពេលដែលខ្ញុំគេងមើលទូរទស្សនាងក៏ចេញមកពីបន្ទប់វិញជាមួយនឹងឈុតរាត្រីដ៏សេកស៊ីហើយដេញខ្ញុំឲ្យទៅងូតទឹកតាំងពីពេញកំឡោះមកខ្ញុំមិនដែលដេកជាមួយស្រីនោះទេគឺនៅកំឡោះអូរីសេន100តែយប់នេះសង្ស័យត្រូវបើកេះបន្លាតក្បាលនាងហើយមើលទៅចុះបើនាងមិនព្រមវាមិនអីទេតែបើខ្ញុំធ្វើអីមិនកើតនាងគិតមិនទៅធ្លាប់តែមើលរឿងហើយជួយខ្លួនឯងតើឲ្យមានបទពិសោធន៍មកពីណាខ្ញុំងូតទឹកបណ្ដាគិតបណ្ដាទាំងអារម្មណ៍ស្រមើស្រមៃរហូតដល់នាងគោះទ្វារតុបបងឯងងូតទឹកយូរម៉េះលឺចឹងខ្ញុំក៏ងូតទឹកឲ្យឆាប់រួចក៏ចេញមកវិញភ្លាមទៅបងឯងដុសអីខ្លះក៏យូរម៉េះសង្ស័យបាញ់ជីចក់មកមុខនឹងមានណាអត់មានផងគ្រាន់តែដុសក្អែតើអូននិយាយលេងតើប្រញាប់ភ័យម៉េះចុះអូនឯងគិតថាបងកំពុងគិតអីមកសួរចឹងដឹងបងអៀនអត់ដឹងអៀនអីទេបងធ្វើមើលតែមិនដែលចឹងបងឯងចង់ប្រាប់ថាបងឯងនៅស៊ីនមែនទេដឹងហេអូននិយាយលេងហេមើលមុខបងឯងឡើងក្រហមល្អមើលណាស់ឲ្យអូនថើបមួយមើលហានីណប់កុំលេងសាច់ច្រើនពេកប្រយថ្នាក់បងទ្រាំលេងបានតិចចាប់ថើបអូនឯងញាក់ញីខ្ទេចដូចខ្ទឹមលើហ្នឹងមានអីអូនចាំមើលបងឯងចាប់ដើមពីណាមុនអូនឬបងមែនហាចង់ដឹងណាស់យើងនឹងនិយាយរួចខ្ញុំក៏អោនថើបនាងមួយខ្សឺតែនាងឌឺខ្ញុំទៀតថាថើបតែមួយទេមានអីថែមទៀតអត់អូនចង់ដឹងអ្នកណាទ្រាំនឹងសម្ដីសង្សារដែលក្រមាច់ក្រមើមបែបនេះបានបើមិនចាប់អោបឲ្យបាក់ឆ្អឹងទេហ៊ានភ្នាល់ខ្ញុំក៏ចាប់នាងថា2 3ខ្សឺថែមទៀតឡើងនាងមុខក្រហមបន្ទាប់មកក៏បិទមាត់នាងបន្តបានតែបន្តិចនាងច្រានខ្ញុំចេញហើយសួរថាបងធ្លាប់មានសង្សារអត់មិនសួរបងចឹងតាមពិតបងធ្លាប់មានតែបែកគ្នាយូរហើយព្រោះពេលនោះបងរវល់រៀនហើយគ្មានពេលនិងគ្មានលុយទិញអ្វីដែលនាងចង់បានហើយសួរបងធ្វើអីអូនសួរលេងតើហើយបងធ្លាប់ដេកមួយគេអត់បងអត់ធ្លាប់ផងការនោះបងអៀនពេកហើយអូនឯងសួរចង់ដឹងធ្វើអីទៀតហើយចឹងមានតែយប់នឹងអូនស៊ីស៊ីនបងឯងហើយចឹងហើយមិនដែលប្រុសតូចនិយាយដល់ត្រឹមនេះយើងទាំងពីរក៏សើចទាំងពីរអ្នកតែម្ដងហើយអ្នកអានកំពុងចង់ដឹងរឿងអីនឹងបានថ្មើរនឹងហើយអត់ទាន់ដេកចង់ដឹងរឿងខ្ញុំមែនក្រោយមកនាងក៏និយាយថាចឹងអូនសុំមើលរបស់បងឯងតិចបានហេចង់ដឹងវាប៉ុណ្ណាយីយ៉ាប់ម៉ងឯងមិនទាន់និយាយអីមកមាត់ផងនាងអោនចុះក្រោមហើយក្បាលនាងអោនទៅមើលអាអូនតូចខ្ញុំបាត់ពេលនោះពិតជាអៀននាងមែនទែនតែធ្វើចារឹកមនុស្សប្រុសមមតមដើមទ្រូង5ហັດមិនខ្ជិលខ្លាចបើទោះជាវាជារឿងដំបូងដែលខ្ញុំមិនធ្លាប់ជួបក៏ដោយយ៉ាងហោចណាស់ក៏ធ្លាប់មើលរឿងកូនជ្រូកខ្លះដែរមែនអត់អ្នកអានទាំងឡាយបងហានីនប់ជប់បងឯងដូចខឹងហើយនេះអូនអត់ទាន់បានលេងវាផងគ្រាន់តែចាប់កាន់វាឆ្លីលុញលេងតិចនឹងសាមចុងហើយធ្វើម៉េចទៅណាដឹងអូនឯងចង់ធ្វើអីទៀតបើបងអត់ដែរផងបងឯងអត់ដែរមែនហ៎ចឹងបានស្បែកគ្រប់វានៅល្អអត់ទាន់កាលិតអូនសុំលិតតិចហើយណាចង់ដឹងអារសជាតិថ្មីចឹងម្ដងមើល
និយាយចប់នាងក៏ចាប់កាន់នាគរីកដែលកំពុងសម្ដែងរិទ្ធរបស់ខ្ញុំមកកាន់រួចសាប់វាតិចៗឯខ្ញុំវិញមានអារម្មណ៍ស្រាវស្រាវរកអ្វីនិយាយមិនចេញក៏បណ្ដោយឲ្យនាងលេបផងលិតផងបៀមផងម៉ែឲ្យតាំងពីកើតមកមិនដែលមានអារម្មណ៍អីចម្លែកបែបនេះទេស្រួលផងសើបផងស្រាវផងមិនបាន2នាទីផងកំភ្លើងខ្លីកានងមួយចង្អាមខ្ញុំបាញ់ទឹកដាក់នាងពេញមាត់រសជាតិស៊ីនឆ្ងាញ់ដល់ហើយបងអូនឯងងេបវីចូលចាអានឹងពើកម្លាំងយប់នឹងយ៉ាងហោចណាស់ក៏ស៊ូជាមួយបងបាន2ដងដែរនិយាយគ្នាមិនទាន់បានប៉ុន្មានផងនាងក៏ចាប់ផ្ដើមងើបឈរឡើងរួចដោះអាវ៉ែនតាចេញបង្ហាញនៅសាច់ដើមទ្រូងដ៏ត្រលុកត្រលន់គួរឲ្យចង់ប្រឡែងបើតាមខ្ញុំមើលពីចម្ងាយ20ម៉ែមវាប្រហែលជាមានទំហំ34ឆេអង្កត់ផ្ចិត3 14ក្រឡាផ្ទៃមួយរង្វង់ដៃនៅស៊ីនតែដឹងគ្រប់ទំហំហាហាពេលនោះនាងក៏អង្គុយចុះមកវិញធ្វើឲ្យខ្ញុំមានឱកាសបាននិយាយពីសាច់នាងវិញគឺសម្បុរសអែមទេតែដល់ពេលខ្ញុំយកដៃទៅច្របាច់អង្អែលម៉ែឲ្យរលងអីរលងយ៉ាងនេះដៃខ្ញុំចាប់ផ្ដើមវក់វីនឹងកូនភ្នំរបស់នាងឯម៉ាត់វិញក៏មិននៅស្ងៀមដែរវាចាប់ផ្ដើមលិតស្រពេដែលដៃកំពុងច្របាច់ថ្មនេះជាលើកទី1ហើយដែលខ្ញុំបានច្របាច់ប៉ោងនារីធ្លាប់តែមើលក្នុងកុនដល់ពេលបានឃើញបានច្របាច់បានអង្អែលបានលិតស្រពេតែមួយបែបនេះវាពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ប្លែកមែនទែនអូយអានុបជប់ខ្ញុំចាប់ផ្ដើមរីកកំប៉ោងឡើងរឹងកំប្រឹសទៀតហើយខណៈពេលដែលមានដៃស្រស់ស្រីនាងចាប់វាកាន់មកប្រឆិតតិចរីឯខ្ញុំវិញក៏ចាប់ផ្ដើមយកដៃទៅប្រឡែងជាមួយអូននុបជប់សង្សារខ្ញុំម្ដងគ្រាន់តែដៃរៀបចិត្តដល់លៀមនាងចាប់ដៃខ្ញុំឲ្យទៅរេរីរំដុំកោះកេតដីតួនាងមួយក្តាប់នោះរួចក៏ប្រឡែងដៃខ្ញុំឲ្យវាលូនចូលតាមតំបន់ព្រៃកោងកាំងនោះរហូតដល់ប៉ះផ្ទាំងខ្លែបមាត់ជ្រុះនាងដៃឲ្យដៃស្គាល់អស់ហើយយប់នេះមិនថាឡើយដោះនាងក្បាលដោះនាងសំបីតែក្បាលពោះនាងក៏ស្គាល់ដែរតែកម្មអ្វីអណ្ដាតបានស្គាល់ត្រឹមរោងចក្រទឹកដោះគោនោះតាមពិតទៅចង់ឲ្យអណ្ដាតស្គាល់រសជាតិដែរតែនាងជ្រាបទឹកពេញមាត់ល្អាងទៅហើយចាំបាច់អីទៀតបើដល់ពេលប្រយុទ្ធហើយនឹងខ្ញុំក៏ចាប់ផ្ដើមដាក់នាងឲ្យគេងផ្ងាឯខ្ញុំវិញរៀបចំពាក់អាវឲ្យអាអូនតូចរួចក៏ចាប់ផ្ដើមគេងផ្កាប់ទ្រោបពីលើនាងតាមក្បាច់ពេញនិយមគឺមីសិនណារីខ្ញុំចាប់ផ្ដើមអោនថើមថ្ពាល់នាងថ្មនាងក៏ទៅមកវិញមួយនឹងបិទមាត់ខ្ញុំវិញដោយក្តីស្រឡាញ់និងត្រេកត្រអាលរីឯជំហានបន្ទាប់ខ្ញុំចាប់ផ្ដើមថើបអូសពីថ្ពាល់ដល់គុំត្រចៀកចុះដល់ក៏រហូតដល់ផែនសដនទាំងគូរបស់នាងអង្អែលផងលិតផងរហូតដល់នាងធ្ងោរហឹមតិចអីស្អីដាក់មកបងអូនស្រួលណាស់ស្អីគុំយូរពេកពេលនោះខ្ញុំក៏ចាប់សាច់ក្រកមួយដុំដែលកំពុងខឹងឡើងរឹងកំព្រឹសញាត់ចូលរុនស្នេហ៍សង្សារសំណប់ខ្ញុំអូយចុកអីស្អីផ្សារមេះអូយមិនមែននាងធ្ងោទេគឺខ្ញុំជាអ្នកធ្ងោព្រោះស្បែកគ្រប់ក្បាលនាងវាដាច់រលាត់បើកមុខក្បាលទំពេងខ្ញុំក៏សម្រាកមួយផ្លែតរួចដកវាចេញមកមើលមានឈាមទៀតតែអត់អីទេព្រោះមានតែបន្តិចប៉ុណ្ណោះបងឯងសិនមែនអូនអត់ដឹងឲ្យអូនមើលតិចមើលអូមានឈាមទៀតតែអត់អីហេតិចទៀតលេងអីហើយពេលនាងនិយាយរួចខ្ញុំក៏ប្រះខ្លួនដេកផ្ងារំដងតែអាចច្រមុះខ្ញុំវានៅតែខឹងដដែលទើបសង្សារខ្ញុំចាប់ផ្ដើមបៀមវាម្ដងទៀតហើយក៏ពាក់អាវភ្លៀងឲ្យវាម្ដងនាងពិតជាពូកែប្រាមាត់មែនទែនធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រួលស្រើបរកអ្វីនិយាយមិនត្រូវកំពុងតែលងអារម្មណ៍ស្រាប់តែនាងងើបឡើងរួចតម្រង់ខ្លែបនាងឲ្យចំអាណប់ជប់ខ្ញុំរួចអុកចុះយឺតស្រួលហើយស្បងអូនមានអារម្មណ៍ថាវាណែនល្អណាស់បាទស្រួលណាស់បងលេងឈឺហើយស្រួលអូនសុំលឿនតិចហើយណាស្អីសោះខ្ញុំមិនដែលមានអារម្មណ៍ស្រើបស្រាលស្រាវនោះស្រាវបែបនេះទេធ្លាប់តែសាប់ដៃខ្លួនឯងដល់តែឥឡូវមានអ្នកអង្គុយសាប់ពីលើចឹងស្រួលនោះស្រួលខ្ញុំក៏ចាប់នាងមកអោបជាប់ខ្លួនឲ្យដោះយើងទាំងពីរផ្អឹបជាប់គ្នានីជាប់នឹងនប់ទៅតាមចង្វាក់ដង្ហើមនិងក្បាច់ Girl on the Top នោះថាស្រួលនោះស្រួលរហូតដល់នាងជ្រាបទឹកសាមដល់ក្បាលពោះខ្ញុំទៀតខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាស្រួលយកតែមែនទែនខណៈពេលដែលខ្ញុំដល់ពីក្រោកឡើងលើសាប់យករហូតដល់យើងទាំងពីរអូសយ៉ាស្រួលណាស់អូនរហូតដល់សម្រេចគោលដៅទាំងពីរអ្នកស្របពេលគ្នាមួយយប់នោះធ្វើឲ្យខ្ញុំស្គាល់នៅរសជាតិស្នេហាផ្អែមល្ហែមដែរមិនធ្លាប់មាននឹងជាពិសេសនៅជាមួយមនុស្សម្នាក់ដែលយើងស្រឡាញ់ផងដែរវាពិតជាមានក្តីសុខមែនទែនតែក្រោយមកដោយសារតែយើងទាំងពីរអ្នកជាប់រវល់រៀងខ្លួនហើយខ្ញុំមិនសូវមានពេលថែនាងដូច្នេះនាងក៏មានសង្សារថ្មីទៅប្រសិនយើងស្រឡាញ់នរណាម្នាក់ចូលចែកពេលវេលាគ្រប់គ្រាន់ដល់គេផងព្រោះការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកវាជាកត្តាចាំបាច់សម្រាប់គូស្នេហ៍គ្រប់រូបអូភ្លេចអារឿងសិចវាក៏ជាចំណែកមួយផងដែរ